មានមុខរបរ3ដែលនឹងបាត់បង់ប្រជាប្រិយភាពហើយនឹងផុតពេញនិយមបាទមុខរបរទី1តកតងនឹងបោកខោអាវជាទូទៅបោកខោអាវនៅក្នុងទីក្រុងគឺនិយមបោកកាលពី5ឆ្នាំមុន10ឆ្នាំមុនប៉ុន្តែដោយសារភាពរីកចម្រើនរបស់សេដ្ឋកិច្ចដោយសារការសម្បូរលក់ម៉ាស៊ីនបោកគក់ថ្មីឬក៏មួយទឹកអញ្ចឹងទៅចឹងតាមផ្ទះមួយក៏បានទិញម៉ាស៊ីនបោកខោអាវដាក់នៅតាមផ្ទះរៀងៗខ្លួនអញ្ចឹងអត្រាបោកខោអាវកាន់តែថយទៅអញ្ចឹងក៏លើកមុនសម្បូរហាងបោកខោអាវហាងបោកអ៊ុតគឺច្រើនមែនទែនដល់ពេលដែលសម្បូរគេទិញម៉ាស៊ីនបោកគក់ដាក់នៅផ្ទះអញ្ចឹងហាងបោកខោអាវក៏បាត់ទៅថយទៅនឹងគឺជាមុខរបរមួយដែលថយប្រជាប្រិយភាពទៅតាមកត្តាសេដ្ឋកិច្ចនិងទៅតាមការនាំចូលម៉ាស៊ីនបោកខោអាវថ្មីដែលមានតម្លៃធូរអញ្ចឹងតាមផ្ទះមួយក៏សម្រេចចិត្តទិញម៉ាស៊ីនបោកខោអាវដាក់តាមផ្ទះហើយអត់ត្រូវការសេវាបោកខោអាវទេប៉ុន្តែការត្រូវការសេវាបោកខោអាវនៅតែមានតិចតួចប៉ុន្តែមុខរបរហ្នឹងលែងពេញនិយមទៀតហើយមុខរបរទី2ពាក់ព័ន្ធជាមួយនឹងលក់ចាប់ហួយកន្លែងលក់ចាប់ហួយហ្នឹងក៏ត្រូវបាត់បង់ប្រជាប្រិយភាពដែរជាពិសេសនៅក្នុងទីក្រុងចឹងនៅក្នុងទីក្រុងដែលពោរពេញទៅដោយម៉ាតពោរពេញទៅដោយមីនីម៉ាតពោរពេញទៅដោយផ្សារទំនើបអញ្ចឹងគេ order តាមផ្សារទំនើបប៉ុន្តែគេ order តាម app ទៀតដូចជាឧទាហរណ៍ Grab តាម Grab អញ្ចឹងគេអាច order ទំនិញគេអាច order របស់របរប្រើប្រាស់អញ្ចឹងវាកាន់តែទំនើបទៅហើយមនុស្សយើងគឺទៅរកនៅកន្លែងដែលមានអនាម័យល្អមានផាសុកភាពតែគឺជឿជាក់ថារបស់របរគឺវាមានទំនុកចិត្តដូចជាទៅតាមម៉ាតតាមផ្សារទំនើបតាមមីនីម៉ាតអីចឹងទៅគេមានជម្រើសច្រើនជាងកន្លែងចាប់ហួយនិងមួយទៀតគេជឿជាក់ថាហាងចាប់ហួយវាភាគច្រើនវាអត់សូវមានអនាម័យហើយទំនិញរបស់វាគឺវាអត់ស្តង់ដារដូចនៅតាមផ្សារទំនើបឬក៏ដូចនៅតាមអឺមីនីម៉ាតឬក៏តាមម៉ាតចឹងទៅវាសម្បូរបែបជាងការទុកដាក់វាល្អជាងមានប្រព័ន្ធក្លាសេមានទូទឹកកកមានអីប្រព័ន្ធបិទជិតប្រព័ន្ធម៉ាស៊ីនត្រជាក់ហ្នឹងវាល្អជាងអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃមុខរបរចាប់ហួយដែលតូចតាចនៅតាមស្រុកតាមភូមិជាពិសេសនៅក្នុងទីក្រុងនៅក្នុងទីរួមខេត្តក៏បានបាត់បង់ទៅបន្តិចម្ដងទៅតាមភាពទំនើបស៊ីវិល័យទៅតាមការរីកចម្រើនទៅតាមការសម្បូរបែបរបស់ផ្សារទំនើបតាមសម្បូរបែបរបស់មីនីម៉ាត supermarket បើនៅក្នុងទីក្រុងភ្នំពេញហ្នឹងគឺផ្សារទំនើបសម្បូរមែនទែនគឺរីករាលដាលសឹងតែរាល់ថ្ងៃផ្សារទំនើបកាន់តែទំនើបហើយទំនិញគឺកាន់តែសម្បូរបែបជាងចាប់ពួយទៀតទៅផ្សារទំនើបយើងទៅរកអីក៏មានដែរគឺមានទាំងអស់តែម្ដងហើយមួយទៀតគឺភាពស៊ីវិល័យនៅក្នុងការនាំទំនិញមកពីក្រៅប្រទេសអញ្ចឹងយើងមិនចាំបាច់ថាទៅដល់អាមេរិកទៅដល់អូស្ត្រាលីទៅដល់អឺរ៉ុបទៅដល់អីដើម្បីទិញទំនិញរបស់នឹងទេអញ្ចឹងគេមានទំនិញនាំទំនិញពីអឺរ៉ុបទំនិញពីអូស្ត្រាលីញូហ្សេឡង់អាមេរិកគេនាំចូលមកលក់នៅស្រុកខ្មែរដោយសារអីដោយសារសម្បូរជនជាតិបរទេសគេដើរហើរគេមករស់នៅស្រុកខ្មែររស់នៅស្រុកប្រទេសផ្សេងអញ្ចឹងទំនិញក៏គេតម្រូវការទៅតាមជនជាតិអស់ទាំងនឹងដែរបាទរាល់ថ្ងៃទំនិញអីក៏មានដែរគ្រប់មុខគ្រប់ចម្រុះជាតិសាសន៍ទំនិញស្អីក៏មានដែរបងប្អូនសម្បូរបែបតតែមែនទែនមុខរបរមួយទៀតដែលកាន់តែថយប្រជាប្រិយភាពបាទគឺមុខរបរលក់ខោអាវជាពិសេសគឺលក់ខោអាវនៅតាមផ្សារយើងជាទូទៅមុនដំបូងប្រជាជនយើងតើកាលណាចង់ទិញខោអាវស្លៀកពាក់គឺទៅផ្សារសម្បូរតូបលក់ខោអាវច្រើនដល់ពេលសម័យឥឡូវប្រជាជនអ្នកមួយចំនួនដែលគាត់មានចំណេះដឹងក៏គាត់ order តាមទៅទិញតាម app តាមអីទិញពីក្រៅប្រទេសដូចនៅប្រទេសចិននៅប្រទេសអីផ្សេងអញ្ចឹងការសម្បូរបែបភាពស៊ីវិល័យរបស់ប្រជាជនហើយឥឡូវក៏សម្បូរហាងខោអាវទំនើបហាងខោអាវទំនើបហ្នឹងគេអាចដាក់នៅក្នុងផ្សារទំនើបឬក៏ហាងទំនើបតែជាទូទៅហ្នឹងគេអត់ពិបាកទៅផ្សារទេគេគ្រាន់តែចុចទៅទូរស័ព្ទហ្នឹងបានខោអាវតាមតម្រូវចិត្តរបស់គេហើយក៏ផ្ញើមកដល់ផ្ទះម្ដងជាក់ស្ដែងតែម្ដងអញ្ចឹងភាពខោអាវភាពអីជាទូទៅដែលប្រជាជនយើងមុខរបរមួយចំនួនវាកាន់តែមានការលំបាកទៅអញ្ចឹងជាពិសេសបើសិនជាមុខរបរនឹងអត់ឡើងនៅក្នុងវិស័យអនឡាញទៀតការលក់ខោអាវនៅផ្សារនៅអីក៏ដោយតែយើងប្រើនៅក្នុងវិស័យអនឡាញប្រើក្នុង social media បានយើងទៅរួចនឹងសម័យកាលឥឡូវអញ្ចឹងឥឡូវប្រជាជនគឺលែងទៅផ្សារទិញអីខោអាវទិញអីដូចមុនទៀតហើយមុនគឺទៅកុះកភាគរយគឺច្រើនឥឡូវអត្រាទៅផ្សារទិញខោអាវវាកាន់តែថ
thôi từ chia sẻ được nông ti rồng khai rồi cô được nông ti krong dạ rồi cô được nông về thì này chân và chia chun tu tư ở vào bạn từ thì đại xa đời tam xáเขาao xong rồi ấy vì ở sâu tùm nớp đôi tam hàng mùi tiết cô nực tam ạp đôi chị ạp bỏ tập ba ạp ấy chân từ la sa đa ấy xem chân tới cái quan ta chạy được nông áp về sầm bồ một tràn việc pin này dùng tràn anh nâng quan ta cho pay tam online nâng ấy văn nâng mà đọc tiền sạch chân một robot bò tầng bay nâng chia chun bớt sinh chỉ dương nơi tại prao một robot bò nâng cứ dương kết cu một robot bò xe đâm bay om chỉ mùi về pro ấy phiệp tùm nớp si về lại ca cái đây chấm ra robot xe tự cách nâng về thua ấy về chia chun nghĩa tại rồi bay đại miền chấm rực sưu chiên mônตัวแต่យើងដើរនៅក្នុងវិស័យអនឡាញដើរនៅក្នុង social media ដែលប្រជាជនរាល់ថ្ងៃគេប្រើទូរស័ព្ទអញ្ចឹងទិញអីវ៉ាន់គេចុចតែទូរស័ព្ទទេអត់ប្របាក់ទៅនឿយហត់អីទៀតទេហើយសម្ភារៈប្រើប្រាស់ដូចជាម៉ាស៊ីនត្រជាក់ដូចជាទូទឹកកកម៉ាស៊ីនបោកអាវហ្នឹងវាសមានទាំងគ្រប់ផ្ទះហើយពាក់ព័ន្ធជាមួយចាក់ពួយឥឡូវក៏វាសូវពេញនិយមដែរសារផ្សារទំនើបហ្នឹងវាចូលមកជំនួសវិញហើយអញ្ចឹងពាក់ព័ន្ធជាមួយហាងខោអាវឥឡូវគេលក់តែអនឡាញទេมันจะបាច់ទៅផ្សារទេយើងនៅតែផ្ទះក៏បានដែរអញ្ចឹង live តាមអនឡាញអញ្ចឹងគេផ្ញើតាមក្រុមហ៊ុនដូចជាក្រុមហ៊ុនវិរៈឋានក្រុមហ៊ុន GNT អញ្ចឹងទៅអញ្ចឹងប្រជាជនឥឡូវគឺស៊ីវា live បាទបងប្អូនអញ្ចឹងមុខរបរទាំង3ហ្នឹងវាកាន់តែបាត់ប្រជាប្រិយភាពបន្តិចទៅបាទអរគុណច្រើន